បាទជំរាបសួរអ្នកនរគ្នាសូមស្វាគមន៍មកកាន់ Channel កង Blogger ហើយថ្ងៃនេះខ្ញុំមានវីដេអូថ្មីចង់ឲ្យអ្នកនរគ្នាទស្សនាទៀតហើយគឺថ្ងៃនេះខ្ញុំទៅបេះ plan ទូលអីចឹងដោយសារ plan ទូលនៅដីពូគាត់ផ្លែអញ្ចឹងទៅហើយសង្ឃឹមថាបងប្អូននឹងចូលចិត្តទស្សនាវីដេអូរបស់ខ្ញុំហើយ plan ទូលបងប្អូនប្រហែលជាមួយចំនួនគាត់អត់ដែលស្គាល់ទេហើយមួយចំនួនទៀតគាត់ស្គាល់ដែរហើយចង់មើលទាំងអស់គ្នាថាដើមទូលនិង plan ទូលហ្នឹងវាមិនអញ្ចឹងណាបងប្អូនចឹងកុំភ្លេចតាមដានទស្សនាវីដេអូរបស់ខ្ញុំផងដែរបាទហើយថ្ងៃហ្នឹងក៏ភ្លេចទេគឺ member របស់យើងគឺកូនបើហើយនឹងបងប្អូនរបស់ខ្ញុំមួយទៀតហើយដោយសារយើងអត់ហ៊ានទៅតែឯងទេខ្លាចខ្មោចឡងចឹងយើងនាំគ្នាបានទៅច្រើនគ្នាចឹងទៅហើយក៏ដើរហើយចាំមើលដល់ដើមដួលអ្នកនរគ្នាចាំទស្សនាថាវាប្លែកប៉ុណ្ណាអូខេអ្នកនរគ្នាឥឡូវខ្ញុំធ្វើការដើរដល់ដើមដួលហើយគឺនេះដើមដួលហ្នឹងខាងក្រោយរបស់ខ្ញុំនេះអូខេហើយបងប្អូនកំពុងតែឡើងបេះហើយបាទនេះនៅខាងលើអញ្ចឹងសង្ឃឹមថាបងប្អូននឹងស្គាល់ណាដើមដួលណានេះគឺវាប៉ុណ្ណឹងហើយចាំមើលការបេះរបស់បងប្អូនទាំងអស់គ្នាមកនឹងឡើងកប់ចង់ឲ្យបងប្អូនហើយឡើងបេះផ្លែវាគឺថាវាវាក់មើលតិចដោយសារវាទូចអញ្ចឹងកាមេរ៉ាខ្ញុំនៅក្រោមបាទបងប្អូនទាំងអស់គ្នាហើយដើមរបស់វាគឺមានបែបហ្នឹងគឺថាវាអត់ប្រមាណឆ្នាំទេគឺស្លឹករបស់វាអីបងប្អូនអាចមើលទស្សនាបានហើយបើជួបនៅក្នុងបងប្អូនអាចបានដើរទៅក្នុងព្រៃអីអាចឃើញបងប្អូនចំណាំបានហើយដោយសារវាអត់សូវប្រមាណឆ្នាំទេដើមដួលនេះហើយវាផ្លែខ្ទង់ពីខែ5ដល់ខែ6ហ្នឹងបងប្អូនវាខែ6ហ្នឹងវាពោពេញទុំហើយដោយសារខ្ញុំទ្រាំមិនបានទេក៏នាំឡើងទៅណាទៀតតែឃើញដើមវាទូចល្អិតចឹងមែនបងប្អូនតែស្វែងតែឡើងដល់កោះកប់ចង់បងប្អូនខ្ញុំមកបើខ្ញុំមិនសូវប៉ុនឡើងទេខ្លាចបាក់ណាស់ធ្លាក់មកវិញអ៊ូលហើយសង្ឃឹមថាបងប្អូននឹងអត់ប្រកាន់ទេបើសិនជាខ្ញុំនិយាយទៅមានកន្លែងណាខុសឆ្គងដោយសារតែខ្ញុំមិនសូវប្រកាខាងដឹងខាងផ្លែអីប្រហែលទេតែនេះនិយាយតាមការមើលឃើញនិងការជួបផ្ទាល់របស់ខ្ញុំទេហើយសង្ឃឹមថាពូមីងដែលគាត់ចាស់ដែលគាត់ដឹងច្រើនគាត់អត់ប្រកាន់ជាមួយនឹងការនិយាយរបស់ខ្ញុំទេបាទបងប្អូនទាំងអស់គ្នាហើយវីដេអូរបស់យើងគឺថ្ងៃហ្នឹងគឺថាខ្លីមែនតើដោយសារតែខ្ញុំអត់បានថតសកម្មភាពអីច្រើនទេដោយសារតែបែបសារតែមិចភ្លៀងអីចឹងណាហើយក៏ហៅបងប្អូនទៅផ្ទះវិញទៅបងប្អូនដោយសារតែមិចភ្លៀងបាត់ហើយអញ្ចឹងឲ្យបងប្អូនយើងចុះវិញនេះបាទវាប្រញាប់វិទ្យាសាស្ត្រដូចសក់អស់ហើយទូរបស់យើងហ្នឹងមិនទៅតិចមើលរបស់យើងគឺមានបានប៉ុណ្្នឹងទេមានផ្លែខ្លាចយើងបេះបានឥឡូវនេះអញ្ចឹងបងប្អូនចាំទស្សនាផ្លែពេញយើងថតទៅផ្ទះអញ្ចឹងបាទបងប្អូនទាំងអស់គ្នាហើយវីដេអូរបស់យើងគឺមានតែប៉ុណ្្នឹងទេសម្រាប់ថ្ងៃហ្នឹងគឺថាខ្លីទេហើយផ្លែទូក៏បានតិចដែរហើយខ្ញុំក៏នាំបងប្អូនទៅផ្ទះវិញទៅដោយសារមេឃភ្លៀងអញ្ចឹងណាហើយចង់ឃើញថាបងប្អូនមើលហើយនឹងស្គាល់ដើមទូផ្លែទូអីចឹងទៅបាទបងប្អូនទាំងអស់គ្នាហើយនេះផ្លែទូរបស់យើងដែលយើងបេះបានក្នុងថ្ងៃហ្នឹងគឺថាវាមានចំនួនតិចហើយសង្ឃឹមថាបងប្អូនទស្សនាហើយនឹងស្គាល់ផ្លែទូទាំងអស់គ្នាបាទហើយដើមបងប្អូនអាចមើលស្លឹកវាបានហើយនឹងដើមមិញហើយខ្ញុំក៏ទ្រាំបានដែរក៏យកមកសាកមួយម៉ាត់អីចឹងទៅមើលទៅវាឆ្ងាញ់មែនតើមកបងប្អូនបេះជួបផ្ទាល់អាចសាកភ្លក់បានបងប្អូនទាំងអស់គ្នាហើយវីដេអូរបស់យើងថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងចូលចិត្តវីដេអូរបស់ខ្ញុំធ្វើកុំភ្លេចចុច like subscribe ម្នាក់មួយផងបាទដើម្បីជាកម្លាំងចិត្តដល់ខ្ញុំបង្កើតវីដេអូថ្មីៗឲ្យអ្នកទាំងអស់គ្នាទស្សនាហើយខ្ញុំបាទកន Blogger បាយបាយអូខេអ្នកទាំងអស់គ្នាហើយវីដេអូរបស់យើងក៏ឈានដល់ទីបញ្ចប់ដែរហើយវីដេអូបន្តរបស់យើងថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តវីដេអូរបស់ខ្ញុំធ្វើហើយនឹងជួយគាំទ្រខ្ញុំ like share ហើយនឹង comment ម្នាក់មួយផងដែរបាទបាយបាយ